ជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំមានវីដេអូមួយដែលនឹងបង្ហាញជូនបងប្អូនអំពីរបៀបចូលទៅកាន់ការប្រជុំនៅក្នុងកម្មវិធី Microsoft Teams Meeting បាទដើម្បីអាចចូលទៅកាន់ការប្រជុំបានបងប្អូនត្រូវដំឡើងកម្មវិធី Microsoft Teams ជាមុនសិនបើសិនជាបងប្អូនប្រើ iOS ចូលទៅកាន់ App Store បើសិនជា Android ចូលទៅកាន់ Play Store ហើយចុចស្វែងរកពាក្យថា Teams ឬក៏ Microsoft Teams ក៏បានដែរបាទហើយនេះបងប្អូនរូបនេះរូបអក្សរ T ហ្នឹងចុចលើហ្នឹងទៅហើយចុច install ប៉ុន្តែដោយទូរស័ព្ទរបស់ខ្ញុំបានដំឡើងហើយអញ្ចឹងខ្ញុំមិនចាំបាច់ដំឡើងទៀតទេបាទខ្ញុំសូមបិទតែម្ដងហើយខ្ញុំនឹងត្រឡប់ទៅកាន់របៀបចូលទៅកាន់ការប្រជុំសម្រាប់របៀបចូលទៅកាន់ការប្រជុំគឺបងប្អូនត្រូវចុចដំណរភ្ជាប់ដែលអ្នកដែលជួយបងប្អូនចូលរួមប្រជុំហ្នឹងគាត់បានផ្ញើដំណរភ្ជាប់ហ្នឹងមកឲ្យបងប្អូនបាទគ្រាន់តែចុចដំណរភ្ជាប់ហ្នឹងទៅគឺអាចចូលបានហើយបាទដល់ពេលដែលចុចដំណរភ្ជាប់ទូរស័ព្ទរបស់បងប្អូននឹងបើកកម្មវិធី Microsoft Teams ដែលបានដំឡើងមុននេះបាទហើយបងប្អូនអាចរងចាំបន្តិចទៅរហូតដល់កម្មវិធីដំណើរការមកដល់ចំណុចនេះបងប្អូនគ្រាន់តែបញ្ចូលឈ្មោះបាទបញ្ចូលឈ្មោះឧទាហរណ៍ថាខ្ញុំដាក់ testing បាទហើយនៅផ្នែកខាងលើនេះបងប្អូនអាចបិទបើកវីដេអូបិទបើក microphone បាទបងប្អូនអាចកំណត់មុនពេលចូលរួមការប្រជុំឬក៏បងប្អូនចាំទៅកំណត់នៅពេលចូលប្រជុំហើយក៏បានដែរបាទអញ្ចឹងបន្ទាប់ពីបញ្ចូលឈ្មោះរួចរាល់គ្រាន់តែចុច join now ទៅបាទហើយបងប្អូនរងចាំដើម្បីឲ្យកម្មវិធីដំណើរការមកដល់ចំណុចនេះគឺកម្មវិធីបង្ហាញថាបងប្អូនត្រូវរងចាំឲ្យម្ចាស់បន្ទប់ប្រជុំអនុញ្ញាតឲ្យបងប្អូនចូលទៅកាន់ការប្រជុំអញ្ចឹងបងប្អូនចាំសិនទៅរហូតដល់អ្នកដែលអញ្ជើញបងប្អូនហ្នឹងគាត់ចុចអនុញ្ញាតឲ្យបងប្អូនចូលទៅកាន់ការប្រជុំបាទអញ្ចឹងខ្ញុំរងចាំបន្តិចបាទឥឡូវនេះគឺនេះបងប្អូនគឺម្ចាស់ប្រជុំគាត់បានអនុញ្ញាតឲ្យបងប្អូនចូលហើយបាទអញ្ចឹងមកដល់ចំណុចនេះបើសិនជាម្ចាស់ប្រជុំគាត់បាន share slide គឺបងប្អូននឹងឃើញបាទឥឡូវខ្ញុំឧទាហរណ៍មើលបាទខ្ញុំសាក share បាទនេះបងប្អូនគឺជាអ្វីដែលម្ចាស់ប្រជុំគាត់បានបង្ហាញមកគឺបងប្អូនអាចមើលឃើញបងប្អូនអាចបរិយារួមវាទៅម្រាម2របស់យើងហ្នឹងបាទហើយបងប្អូនអាចបិទបើក microphone ចុចកន្លែងនេះទៅបិទបើកកាមេរ៉ាចុចកន្លែងនេះហើយបើសិនជាចង់ចាក់ចេញពីការប្រជុំមកកន្លែងនេះបាទមុខងារមួយទៀតបងប្អូនអាចចូលមកកាន់ចំណុចត្រេ3នេះដើម្បីចូលទៅមើលកន្លែងឆាតកន្លែងដែលសមាជិកប្រជុំហ្នឹងគាត់បានផ្ញើសារឆ្លងឆ្លើយគ្នាជាអក្សរបងប្អូនឬក៏មានផ្ញើជាឯកសារនៅក្នុងហ្នឹងបាទចុចមកកន្លែងត្រេ3នេះបាទកន្លែងត្រេ3នេះហើយចុចមកបងប្អូនអាចឃើញនេះបងប្អូនពេលដែលយើងបើកកន្លែងឆាតគឺរូបភាពវានឹងធ្លាក់ទៅតូចបាទហើយវាចង់ត្រឡប់ទៅវិញបងប្អូនចុចលើនឹងមកបាទចុចលើនឹង2ដងទៅវានឹងត្រឡប់មកវិញហើយបាទអញ្ចឹងរបៀបចូលទៅកាន់ការប្រជុំនៅក្នុងកម្មវិធី Microsoft Teams គឺមានតែប៉ុណ្្នឹងឯងបងប្អូនអាចសាកល្បងបានអរគុណជម្រាបលា